សូមអនុញ្ញាតជម្រាបសួរក្នុងថ្ងៃនេះដែរខ្ញុំសូមធ្វើការបកស្រាយនៅខ្លឹមសារក្នុងអនុក្រឹត្យលេខ216ដដែលអំពីគោលការណ៍ស្វ័យភាពរបស់ក្រុមប្រឹក្សាឃុំក្រុមប្រឹក្សាសង្កាត់ក្នុងដំណើរការគាំទ្រនិងជួយបំពេញសមត្ថភាពផ្នែករដ្ឋបាលឬធនធានផ្នែករដ្ឋបាលក្នុងដំណើរការគាំទ្រនឹងជួយបំពេញសមត្ថភាពផ្នែករដ្ឋបាលឬធនធានផ្នែករដ្ឋបាលក្រុមប្រឹក្សាស្រុកត្រូវធានាអំពីគោលការណ៍ស្វ័យភាពរបស់ក្រុមប្រឹក្សាឃុំក្រុមប្រឹក្សាសង្កាត់និងឋានៈរបស់ក្រុមប្រឹក្សាឃុំក្រុមប្រឹក្សាសង្កាត់ដែលត្រូវបានប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសឡើងដោយផ្ទាល់ក្នុងដំណើរការគាំទ្រនិងការជួយបំពេញសមត្ថភាពផ្នែករដ្ឋបាលឬធនធានផ្នែករដ្ឋបាលក្រុមប្រឹក្សាស្រុកត្រូវលើកកម្ពស់ភាពជាម្ចាស់ដល់ក្រុមប្រឹក្សាឃុំក្រុមប្រឹក្សាសង្កាត់ក្នុងការបំពេញមុខងារភារកិច្ចចាំបាច់មួយឬច្រើនទៅតាមឃុំសង្កាត់នីមួយៗដោយមិនត្រូវធ្វើជំនួសឡើយបាទសូមអរគុណ